ជំរាបសួរបងប្អូនចាខ្ទឹមជ្រក់គឺជាគ្រឿងបន្ថែមសម្រាប់ខ្ញុំមិនអាចខ្វះបានទេនិយាយពីថាការចូលចិត្តហ្នឹងគឺចូលចិត្តខ្លាំងមែនទែនហើយថ្ងៃនេះខ្ញុំធ្វើទុកញ៉ាំក្នុងបរិមាណខ្ទឹមកន្លះគីឡូចាយើងយកវាមកបកសម្បកឲ្យស្អាតហើយបន្ទាប់មកកាត់ក្បាលកាត់កតុយចេញបងប្អូនអាចកាត់ឲ្យធំជាងខ្ញុំបន្តិចក៏បានដែរដើម្បីឲ្យវាបឺតជាមួយនឹងជាតិទឹកបានល្អហើយខ្ទឹមនេះបងប្អូនអាចលៃជា2ឬក៏ជា3ចម្រៀកទៅតាមទំហំតូចធំចាចំណែកខ្ទឹមដែលយើងកាត់ចេញយើងអាចចិញ្ច្រាំទុកដើម្បីធ្វើម្ហូបបានព្រោះអីវាអត់មានអីខូចខាតទេចាចិញ្ច្រាំទុកហើយបងប្អូនអាចមកពិនិត្យមើលខ្ទឹមរបស់យើងវិញចាខ្ទឹមដែលយើងធ្វើហើយមិញហ្នឹងតើគួរដាក់បានហើយនៅចូលទៅក្នុងកែវនេះគឺយើងត្រូវការសម្អាតឲ្យស្អាតអត់ឲ្យមានជាតិទឹកទេហើយចំណែកខ្ទឹមក៏ដូចគ្នាគឺអត់ត្រូវឲ្យមានជាតិទឹកដូចគ្នាគឺត្រូវស្ងួតទាំងអស់តែម្ដងនៅពេលដែលយើងដាក់ចូលកែវរួចរាល់អស់ហើយបងប្អូនមកធ្វើគ្រឿងរបស់យើងបានគឺយើងលាយជាមួយនឹងទឹកសុទ្ធ1ចានចង្កឹះទឹកខ្មេះទឹកត្នោតកន្លះចានចង្កឹះស្ករស2ស្លាបព្រាអំបិលកន្លះស្លាបព្រាចាយើងដាំវាឲ្យពុះឲ្យរលាយល្អចាហើយបន្ទាប់មកបងប្អូនចាក់ចូលកែវតែម្ដងទៅហើយកែវហ្នឹងគឺមកល្មមជាមួយនឹងខ្ទឹមកន្លះគីឡូរបស់យើងអត់មានលើសមានខ្វះទេចាហើយយើងទុកវាឲ្យត្រជាក់មួយសន្ទុះចាំគ្របគម្របបងប្អូនបន្ទាប់មកអាចរក្សាទុក3-4ថ្ងៃអាចញ៉ាំបាន